ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទវិជ្ជបណ្ឌិតប៉ាន់រំសូមលើកយកបញ្ហាមួយដែលជួបប្រទះញឹកញាប់និងមានសំណួរជាច្រើនតែងតែសួរខ្ញុំបាទជារៀងរាល់ថ្ងៃគឺបញ្ហាលឹងដុកគុជភាសាអង់គ្លេសថា Pili-Penial Capsule សម្រាប់អត្ថបទនេះគឺខ្ញុំដកចេញពីអត្ថបទដែលបានចុះផ្សាយនៅក្នុង Medscape នៅថ្ងៃទី8 ខែ 7 ឆ្នាំ 2020 ថ្មីនេះអ្វីទៅគឺជា Pili-Penial Capsule ស្រីភីឬក៏លឹងដុកគុជគឺជាដុំសាច់ដុះតូចៗមានកម្ពូលស្រួចឬក៏កម្ពូលមូលរាងទាលបន្តិចមានសម្បុរសជាងសម្បុរក្បាលលឹងជាទូទៅវាដុះនៅត្រង់កន្លាក់ក្បាលលឹង Sulcus ឬក៏ Corona of the gland penis ស្រីភីជាដុំសាច់ដុះមានរបៀបរៀបរយស្អាតបាតដុះជាជួរជុំវិញកន្លាក់ក្បាលលឹងមានពីមួយជួរទៅច្រើនជួរប្រៀបបានទៅនឹងគុជដែលដាំយ៉ាងយកចិត្តទុកដាក់ដោយជាងតងស្រីភីវាមិនមែនជាជំងឺកាមរោគទេវាមិនកើតឡើងបន្ទាប់ពីឬក៏ក្រោយពីការរួមភេទនោះទេការដុះដុំសាច់គុជមានតូចមានធំមានច្រើនឬក៏តិចញឹកឬក៏រង្វើលហ្នឹងគឺទៅតាមមនុស្សម្នាក់ហើយវាដុះនៅត្រង់ Corona gland penis កន្លាក់ក្បាលលឹងអាចមានពីមួយជួរឬក៏ច្រើនជួរភី3ដងគឺជាសាច់គុជដុះធម្មតាជាគុជដែលព្រះប្រទានមិនមែនជាជំងឺកាមរោគអ្វីនោះទេប៉ុន្តែបញ្ហានេះគឺធ្វើឲ្យយុវវ័យយើងមានការភ័យព្រួយបារម្ភខ្លាំងមែនទែនលុះណាតែគាត់បានមកជួបគ្រូពេទ្យបញ្ជាក់ឲ្យបានច្បាស់លាស់អំពីបញ្ហានេះតើមូលហេតុអ្វីបណ្ដាលឲ្យមានស្រីភីឬក៏លឹងដុកគុជមានភស្តុតាងមួយចំនួនដែលគេជឿថាស្រីភីអាចត្រូវបានគេសង្កេតឃើញមានការច្រើនចំពោះបុរសដែលមិនបានកាត់ស្បែកគ្របចំលឹងចោលមានរហូតដល់ 22% ចំណែកឯបុរសដែលបានកាត់ស្បែកគ្របចុងលឹងគឺមានតែអត្រា 12% ប៉ុណ្ណោះនៅអតីតកាល Pili-Penial Capsule លឹងដុកគុជគេជឿថាវាអាចកើតមកពីការកកកុញនៃកំអែលសនៅលើចុងលឹងនៅលើក្បាលលឹងហ្នឹងចំពោះបុរសដែលមិនបានកាត់ស្បែកគ្របចុងលឹងចោលប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះគេមិនគិតថាមកពីរឿងហ្នឹងទេស្រីភីឬក៏លឹងដុកគុជមិនឆ្លងឬក៏រីករាលដាលតាមរយៈសកម្មភាពផ្លូវភេទនោះទេស្រីភីត្រូវបានគេសង្កេតឃើញថាកើតច្រើនចំពោះបុរសដែលមិនបានកាត់ស្បែកគ្របចុងលឹងចោលប៉ុន្តែយន្តការអ្វីដែលធ្វើឲ្យមានស្រីភីគឺគេនៅមិនទាន់ដឹងនៅឡើយទេសំខាន់បំផុតនោះចំពោះបុរសដែលមិនទាន់កាត់ស្បែកគ្របចុងលឹងហើយមាន Pili-Penial Capsule ក្រោយមកគាត់បានកាត់ស្បែកគ្របចុងលឹងចោលគេសង្កេតឃើញថាស្រីភីមានការថយចុះតើស្រីភីឬក៏លឹងដុកគុជអាចប៉ះពាល់ដល់សុខភាពដែរឬទេ Pili-Penial Capsule ជាទូទៅគ្មានរោគសញ្ញាអ្វីទាំងអស់ក្រៅពីដុសសាច់តូចដូចគុជនៅកន្លែងក្បាលលឹងហើយមានអស់មួយជីវិតប៉ុន្តែអាចថយចុះចំនួននៅពេលដែលអាយុយើងកាន់តែចាស់វាមិនបង្កជាផលវិបាកអ្វីទាំងអស់ដល់សុខភាពទៅថ្ងៃក្រោយស្រីភីគឺជាសាច់គុជដុះធម្មតាមានសុវត្ថិភាពហើយមិនវិវត្តទៅជាជំងឺមហារីកនោះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនជាមានដុំសាច់នៅលើប្រដាប់បន្តពូជឬក៏មានបញ្ហាអ្វីផ្សេងទៀតគួរតែទៅជួបគ្រូពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីឲ្យប្រកបពីព្រោះ CP អាចច្រឡំជាមួយនឹងជំងឺសេមន់និងជំងឺកាមរោគមួយចំនួនទៀតតើ Pili-Penial Capsule ឬក៏លឹងដុកគុជចាំបាច់ត្រូវព្យាបាលដែរឬទេមិនត្រូវព្យាបាលទេពីព្រោះវាជាដុំសាច់ដុះតូចដូចគុជនៅកន្លាក់លឹងមានសុវត្ថិភាពមិនបង្កហានិភ័យដល់សុខភាពមិនវិវត្តទៅមហារីកមិនឆ្លងតាមរយៈការរួមភេទមិនមែនជាជំងឺកាមរោគប៉ុន្តែវាផ្ដល់សេចក្តីសុខតែបើអ្នកមិនសប្បាយចិត្តនឹងដុំសាច់តូចមើលទៅវាមិនរលោងស្អាតវាមិនសង្ហាដូចបរិបទដទៃ 3P អាចព្យាបាលបានដោយកាំរស្មីលេស៊ើប៉ុន្តែមុននឹងព្យាបាលគួរតែពិគ្រោះជាមួយដៃគូពីព្រោះគុជនេះគឺជាកម្មសិទ្ធិរួមគ្នាស្ត្រីភាគច្រើនគាត់ចូលចិត្តគុជហើយគុជនេះគឺជាគុជធម្មជាតិដែលព្រះប្រទានដុំនៅលើប្រដាប់ភេទបុរសដូច្នេះមុននឹងព្យាបាលគួរតែដឹកមេដៃចុះហត្ថលេខាយល់ព្រមឲ្យពេទ្យព្យាបាលទាំងពីរនាក់